Và đây là đượcគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទឈ្មោះមេតតិយាមកពីជាស្ថានជាតិនៅបច្ចេកទេសកម្ពុជាអ្វីដែលខ្ញុំលើកមកនិយាយក្នុងវីដេអូនេះទី1និយាយពី CPU ទី2និយាយពី RAM ទី3និយាយពី ROM ជាដំបូងយើងមកស្គាល់ពីនិយមន័យរបស់ CPU សិនសម្រាប់ CPU ពាក្យពេញរបស់វាគឺ Central Processing Unit នេះគឺជាផ្នែកសំខាន់បំផុតរបស់កុំព្យូទ័រដែលមានតួនាទីដំណើរការពាក្យបញ្ជានិងគ្រប់គ្រងការងារទាំងអស់របស់ប្រព័ន្ធហើយវាត្រូវបានគេហៅយ៉ាងជាថាជាខួរក្បាលរបស់កុំព្យូទ័រឥឡូវយើងមកនិយាយពីមុខងាររបស់ CPU សម្រាប់មុខងាររបស់ CPU ផងដែរលើកយកមកនិយាយចំនួន4ចំណុចផងដែរក្នុងវីដេអូនេះសម្រាប់មុខងារដំបូងរបស់វាគឺទាញយកទិន្នន័យវាមានន័យថាវាទទួលយកកូដឬការណែនាំពីអង្គចងចាំដែលយើងស្គាល់ថាជា RAM នេះឯងសម្រាប់មុខងារទី2គឺបកប្រែការណែនាំមានន័យថាបំលែងកូដទាំងនោះទៅជាភាសាម៉ាស៊ីនដើម្បីឲ្យផ្នែកផ្សេងទៀតយល់ចូលដល់មុខងារទី3គឺអនុវត្តការងារនេះមានន័យថាធ្វើតាមការណែនាំដែលបានបកប្រែដូចជាការគណនាឬការផ្លាស់ប្ដូរទិន្នន័យចំណែកឯមុខងារចុងក្រោយគឺរក្សាទុកលទ្ធផលមានថាកត់ត្រាលទ្ធផលដែលបានធ្វើរួចត្រឡប់ទៅកាន់ RAM វិញแล้วចូលដល់ទូនីតិសំខាន់ៗរបស់ CPU សម្រាប់ទូនីតិសំខាន់ៗរបស់ CPU វាមាន3ចំណុចសម្រាប់លើកយកមកនិយាយក្នុងវីដេអូនេះដែរចំណុចទី1គឺការគណនាលេខនិងតក្កវិទ្យានេះមានន័យថាដំណើរការដោយផ្នែក ALU សម្រាប់ធ្វើប្រមាណវិធីដូចជាបូកដកគុណចែកនិងការប្រៀបធៀបទិន្នន័យដូចជាស្មើធំជាងឬតូចជាងចំណុចទី2គ្រប់គ្រងប្រព័ន្ធគឺជាការដំណើរការដោយផ្នែក Control Unit ដើម្បីបញ្ជាលំហូរទិន្នន័យរវាង CPU RAM ម៉ាស៊ីន Print អេក្រង់ឬក៏ក្តារចុចជាដើមចំណុចចុងក្រោយរក្សាទុកទិន្នន័យនិងអក្សរលឿនមានន័យថាទុកទិន្នន័យដែលប្រើប្រាស់ញឹកញាប់បំផុតដើម្បីកុំឲ្យខាតពេលទៅទាញយកពី RAM ទី2និយាយពី RAM ពាក្យពេញរបស់វាគឺ Random Access Memory គឺជាអង្គចងចាំបណ្ដោះអាសន្នរបស់កុំព្យូទ័រដែលទុកទិន្នន័យកម្មវិធីដែលកំពុងដំណើរការដើម្បីឲ្យ CPU អាចចូលបានប្រើយ៉ាងលឿនមុខងារចម្បងរបស់ RAM លើកយក3ចំណុចមកនិយាយសម្រាប់មុខងារចម្បងទី1រក្សាទុកទិន្នន័យបណ្ដោះអាសន្នមានន័យថា RAM ផ្ទុកទិន្នន័យនៃកម្មវិធីដែលអ្នកកំពុងបើកប្រើប្រាស់ចូលដល់មុខងារចម្បងទី2គឺបញ្ជូនទិន្នន័យល្បឿនលឿនមានន័យថាវាបញ្ជូនទិន្នន័យទៅកាន់ CPU បានលឿនជាងអង្គផ្ទុកទិន្នន័យធម្មតាសម្រាប់មុខងារចម្បងទី3វិញសម្អាតទិន្នន័យស្វ័យប្រវត្តិនេះមានន័យថារាល់ទិន្នន័យទាំងអស់ក្នុង RAM នឹងត្រូវលុបចោលទាំងស្រុងនៅពេលអ្នកបិទម៉ាស៊ីនចូលដល់តួនាទីរបស់ RAM ក្នុងការដំណើរការប្រព័ន្ធនៅក្នុងតួនាទីនេះដែរយើងមាន3ចំណុចដែលត្រូវលើកមកបង្ហាញនៅក្នុងវីដេអូនេះដែរចូលដល់តួនាទីទី1
គឺជំនួយដល់ការធ្វើការងារច្រើនក្នុងពេលតែមួយវាមានន័យថា RAM ជួយឲ្យអ្នកអាចបើកកម្មវិធីបានជាច្រើនវាដូចជាការលេងហ្គេមឬក៏ការមើល YouTube ការចូល website ឬក៏ការធ្វើឯកសារផ្សេងៗក្នុងពេលតែមួយបានយ៉ាងរលូនហើយជំនាញទី2គឺបង្កើនល្បឿនដំណើរការកម្មវិធីមានថានៅពេលអ្នកបើកកម្មវិធីណាមួយ CPU នឹងទាញយកទិន្នន័យកម្មវិធីនោះពី SD ឬក៏ hard disk មកដាក់លើ RAM ដើម្បីដំណើរការភ្លាមៗទី3រក្សាទិន្នន័យ web browser មានន័យថាវារក្សាទុកទាំង tab ទាំងឡានដែលបើកចោលលើ Chrome ឬ Safari កុំឲ្យទាញយកសារជាថ្មី3និយាយពី ROM ពាក្យពេញរបស់វា Read Only Memory គឺជាអង្គចងចាំអចិន្ត្រៃយ៍ដែលផ្ទុកកម្មវិធីឬពាក្យបញ្ជាសំខាន់ៗសម្រាប់ចាប់ផ្ដើមដំណើរការកុំព្យូទ័រទិន្នន័យក្នុង ROM មិនបាត់បង់ទេទោះបីជាបិទភ្លើងឬបិទកុំព្យូទ័រក៏ដោយនិយាយពីមុខងារនិងតួនាទីចម្បងរបស់ ROM មាន4ចំណុចមុខងារទី1ការចាប់ផ្ដើមប្រព័ន្ធវារក្សាទុកកម្មវិធីដែលជាអ្នកបញ្ជាឲ្យ hardware ទាំងអស់ចាប់ផ្ដើមដំណើរការនៅពេលយើងបើកម៉ាស៊ីនសម្រាប់មុខងារទី2រក្សាទុកទិន្នន័យអចិន្ត្រៃយ៍គឺវារក្សាទុកទិន្នន័យស្នូលរបស់កុំព្យូទ័រដែលមិនអាចកែប្រែឬលុបបានដោយងាយស្រួលឡើយសម្រាប់មុខងារទី3ទុកកម្មវិធីបង្កប់គឺវាទុកការណែនាំច្បាស់លាស់សម្រាប់គ្រប់គ្រងឧបករណ៍ hardware ដូចជាកម្មវិធីបញ្ជាលើម៉ាស៊ីនមួយចំនួនឬ keyboard ជាដើមនេះឯមុខងារទី4ត្រួតពិនិត្យផ្នែករឹងមានន័យថាដំណើរការកម្មវិធីពិនិត្យមើលថាតើ RAM monitor និងឧបករណ៍ផ្សេងទៀតដំណើរការត្រឹមត្រូវឬទេមុននឹងអនុញ្ញាតឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការចូលដល់លក្ខណៈពិសេសរបស់ ROM មាន3ចំណុចផងដែរចំណុចទី1មិនបាត់បង់ទិន្នន័យគឺវារក្សាទុកព័ត៌មានបានយូរអង្វែងទោះកុំព្យូទ័ររលត់ឬបិទកុំព្យូទ័រនិងគ្មានថាមពលអគ្គិសនីក៏ដោយចំណុចទី2សុវត្ថិភាពខ្ពស់គឺវាការពារប្រព័ន្ធពីការឆ្លងវីរុសឬការផ្លាស់ប្ដូរទិន្នន័យដោយចៃដន្យព្រោះវាអនុញ្ញាតឲ្យអានតែប៉ុណ្ណោះចំណុចទី3តម្លៃធូរថ្លៃនិងអាចទុកចិត្តបានគឺវាមានតម្លៃថោកជាង RAM និងមានស្ថិរភាពខ្ពស់ក្នុងការប្រើប្រាស់រយៈពេលវែងចុងក្រោយនិយាយអំពីទំនាក់ទំនងនិងដំណើរការងាររួមគ្នារវាង CPU RAM និង ROM ទំនាក់ទំនងរបស់ CPU RAM និង ROM ត្រូវបានបង្ហាញឡើងតាមរយៈដំណាក់កាលដូចខាងក្រោមដំបូងដំណាក់កាលចាប់ផ្ដើមម៉ាស៊ីនពេលអ្នកបើកកុំព្យូទ័រ CPU នឹងទៅអានទិន្នន័យពី ROM មុនគេបង្អស់ ROM នឹងប្រាប់ CPU ឲ្យពិនិត្យមើលឧបករណ៍ hardware និងទាញយកប្រព័ន្ធប្រតិបត្តិការពី hard drive ទៅដាក់ក្នុង RAM តទៅមកដំណាក់កាលកម្មវិធីរាល់ពេលអ្នកបើកកម្មវិធីដូចជា Microsoft Word ឬកម្មវិធីលេងហ្គេមមួយចំនួនទិន្នន័យកម្មវិធីនោះនឹងត្រូវផ្ទេរពី hard drive មកកាន់ RAM ចុងបញ្ចប់ដំណាក់កាលគណនានិងបង្ហាញលទ្ធផល CPU មិនអាចទាញទិន្នន័យពី hard drive ដោយផ្ទាល់បានលឿនទេព្រោះវាហួសពេលដូច្នេះ CPU នឹងធ្វើការទាញយកនិងបញ្ជូនទិន្នន័យទៅជាមួយ RAM ក្នុងល្បឿនលឿនបំផុតដើម្បីដំណើរការកម្មវិធីដែលអ្នកកំពុងប្រើប្រាស់ក្នុងការធ្វើបទបង្ហាញតាំងពីដើមរហូតដល់ចប់បើមានចំណុចណាខ្វះខាតឬក៏បកស្រាយមិនបានក្បោះក្បាយស៊ីជម្រៅក៏សូមអភ័យទោសផងដែរជាចុងក្រោយសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ក្នុងការធ្វើបទបង្ហាញនិងបកស្រាយរបស់ខ្ញុំ